ខ្ញុំកំពុងតែនៅក្នុងក្រុងប៉ោយប៉ែតខ្ញុំអត់ទៅណាទេបងប្អូនស្នូសំឡេងគ្រាប់ផ្ទុះនៅតែលឺខ្ទរពេញក្រុងប៉ោយប៉ែតតែម្ដងបាទមូលហេតុអីបាទបានជាខ្ញុំនៅក្នុងក្រុងប៉ោយប៉ែតខ្ញុំអត់ទៅណាបាទពីព្រោះស្ថានភាពនេះបើសិនជាយើងនាំគ្នាចលាចលចេញពីទីក្រុងប៉ោយប៉ែតទៅបើយើងចេញទៅក្រៅក្រុងគឺគ្រោះថ្នាក់ដោយសារតែពួកថៃវាផ្លោងមកគឺផ្លោងមកគ្រាប់ធ្លាក់នៅជាយក្រុងបាទហើយមូលហេតុដែលខ្ញុំស្នាក់នៅប៉ោយប៉ែតបងប្អូនខ្ញុំនឹងប្រាប់បាទនៅចំកណ្ដាលក្រុងទីបាទនៅចំកណ្ដាលក្រុងប៉ោយប៉ែតបាទគឺមានជនជាតិថៃជនជាតិឥណ្ឌូនិងជនបរទេសផ្សេងដែលមកស្នាក់នៅធ្វើការនៅលើទឹកដីខ្មែរនៅក្នុងក្រុងប៉ោយប៉ែតច្រើនណាស់រាប់ពាន់រាប់ម៉ឺននាក់បើសិនជាថៃកំទេចទីក្រុងប៉ោយប៉ែតគឺស្មើនឹងសម្រាប់ជនជាតិវាច្រើនណាស់បាទហើយមួយទៀតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងប៉ោយប៉ែតគឺរាប់រយរាប់ពាន់លានដុល្លារចំណែកឯនៅខាងដីថៃវិញក៏ហេដ្ឋារចនាសម្ព័ន្ធគេក៏ច្រើនដូចគ្នាដែរអញ្ចឹងបើសិនជាមានបញ្ហាកំទេចទីក្រុងប៉ោយប៉ែតគឺស្មើនឹងកំទេចដូចពួកខាងវាក៏កំទេចដូចគ្នាដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអ្នកនៅប៉ោយប៉ែតបើគ្មានការចាំបាច់បងប្អូនទាំងអស់គ្នាសង្ងំនៅក្នុងផ្ទះទៅកុំចេញទៅណាសោះបាទជាពិសេសអ្នកដែលធ្វើដំណើរពីប៉ោយប៉ែតទៅក្រុងសេរីសុភ័ណ្ឌសូមបងប្អូនមេត្តាប្រុងប្រយ័ត្នពីព្រោះថាថៃនៅតែបន្តប្លង់គ្រាប់មកបាទហើយគ្រាប់ប្លង់នោះគឺមិនមែនធ្លាក់នៅចំកណ្ដាលទីក្រុងប៉ោយប៉ែតទេបាទគឺធ្លាក់នៅជាយក្រុងបាទអញ្ចឹងបងប្អូនដែលធ្វើដំណើរទៅជាយក្រុងសូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាបាទខ្ញុំអត់ទៅណាទេបាទខ្ញុំនិយាយតាមត្រង់បងប្អូនខ្ញុំសុខចិត្តស្លាប់ចោលឈាមចោលឆ្អឹងមកខ្ញុំនៅប៉ោយប៉ែតខ្ញុំអត់ទៅណាទាំងអស់